បាទសួស្តីបងប្អូនថ្នាក់ទី6ទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាសារជាថ្មីអនុវត្តទៅលើចំណុចទី10ទំព័រទី62បាទអញ្ចឹងចំណុចទី10វាឲ្យយើងប្រៀបធៀបរវាងផលគុណ12គុណនឹង18និងផលគុណរវាងទូចែករួមធំបំផុតគុណនឹងពហុគុណរួមតូចបំផុតអញ្ចឹងការប្រៀបធៀបមានន័យថាចង់ដឹងលទ្ធផលតើ12គុណនឹង18និងទូចែករួមធំបំផុតគុណនឹងពហុគុណរួមតូចបំផុត12និង18វាមានតម្លៃតូចធំជាងគ្នាឬក៏វាស្មើគ្នាអញ្ចឹងដើម្បីដឹងថាវាចេញលទ្ធផលបែបណាយើងចូលទៅអនុវត្តទាំងអស់គ្នាបាទអញ្ចឹងដំបូងយើងត្រូវគណនាគុណរវាង12និង18អញ្ចឹងបងប្អូនអាចគុណសាកល្បងដោយខ្លួនឯងនឹងក្រដាសតែម្ដងក៏បានឬក៏ចាំមើលលទ្ធផលនៃការគុណរបស់លោកគ្រូក៏បានអញ្ចឹងយើងយក12គុណនឹង18ស្មើនឹង216បន្តមកទៀតគឺយើងត្រូវរកទូចែករួមធំបំផុតរវាង12និង18អញ្ចឹងដើម្បីរកទូចែករួមធំបំផុតយើងអាចរកតាមរយៈផលគុណកតាបឋមអញ្ចឹងដើម្បីបានជាផលគុណកតាបឋមដើម្បីបានចម្លើយយើងត្រូវបំបែក12និង18ទៅជាគុណកតាបឋមអញ្ចឹង12កាលណាបំបែកទៅជាផលគុណកតាបឋមគឺវាស្មើនឹង2គុណនឹង2គុណនឹង3ចំណែកឯ18ស្មើ2គុណនឹង3គុណនឹង3អញ្ចឹងដើម្បីរកទូចែករួមធំបំផុតគឺយើងយកកតាបឋមរួមគុណបញ្ចូលគ្នាអញ្ចឹងកតាបឋមរួមរបស់យើងគឺមាន2ហើយនឹង3បន្តមកទៀតគឺយើងយកកតាបឋមរួមnàyគុណចូលគ្នាអញ្ចឹងទូចែករួមធំបំផុតនៃ12និង18ស្មើនឹង6បន្តមកទៀតគឺយើងត្រូវរកពហុគុណរួមតូចបំផុតរវាង12និង18ម្ដងអញ្ចឹងយើងអាចរកវាតាមរយៈផលគុណកតាបឋមដូចគ្នាអញ្ចឹងយើងត្រូវបំបែក12និង18ទៅជាផលគុណកតាបឋមអញ្ចឹង12យើងស្មើនឹង2គុណនឹង2គុណនឹង3ចំណែក18គឺស្មើ2គុណនឹង3គុណនឹង3អញ្ចឹងដើម្បីរកពហុគុណរួមតូចបំផុតគឺយើងជ្រើសរើសកតាបឋមរួមគុណនឹងកតាបឋមមិនរួមអញ្ចឹងកតាបឋមរួមយើងមាន2មាន3ឯ2និង3ផ្សេងទៀតមិនមែនជាកតាបឋមរួមទេប៉ុន្តែដើម្បីរកពហុគុណរួមតូចបំផុតនៃ12ដើម្បីរកពហុគុណរួមតូចបំផុតគឺយើងត្រូវយកកតាបឋមរួមគុណនឹងកតាបឋមមិនរួមអញ្ចឹងគឺយើងយក2គុណនឹង2គុណនឹង3គុណនឹង3ស្មើនឹង36ដូចនេះពហុគុណរួមតូចបំផុតនៃ12និង18ស្មើនឹង36អញ្ចឹងបន្តមកទៀតគឺយើងត្រូវយកទូចែករួមធំបំផុតគុណនឹងពហុគុណរួមតូចបំផុតអញ្ចឹងទូចែករួមធំបំផុតរបស់យើងគឺមាន6ឯពហុគុណរួមតូចបំផុតគឺមាន36អញ្ចឹងយើងគុណបញ្ចូលគ្នាមកចម្លើយរបស់យើងគឺ216អញ្ចឹងយើងឃើញថាលទ្ធផលនៃការគុណទូចែករួមធំនិងពហុគុណរួមតូចមានតម្លៃស្មើនឹងផលគុណរវាង12និង18អញ្ចឹងមានន័យថា12គុណនឹង18ស្មើនឹងទូចែករួមធំបំផុតគុណនឹងពហុគុណរួមតូចបំផុតបាទវាស្មើនឹង216បាទអញ្ចឹងវីដេអូការអនុវត្តចំណោទរបស់យើងមានតែប៉ុណ្ណឹងហើយបើសិនជាបងប្អូនមានចម្ងល់ឬក៏មានសំណួរឲ្យដោះស្រាយនៅចំណោទណាមួយបងប្អូនអាច comment នៅខាងក្រោមវីដេអូបាទសូមអរគុណ